នឹងសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងឆ្នាំ2026នេះគឺជាឆ្នាំមួយដែលអ្នកវិភាគបាទពាក់ព័ន្ធជាមួយនឹងទីផ្សារ crypto គិតថាចូលមកដល់ Q4 ឬក៏ cycle 4ឆ្នាំម្ដងដែលកាក់ crypto ទាំងអស់នឹងត្រូវចុះថ្លៃហើយគេយកកាក់ BTC ជាគោលដោយសារតែកាក់ BTC គឺជាកាក់មួយដែលធ្វើឲ្យពិភពលោកស្គាល់ទៅលើ crypto មុនគេបងអស់ហ្នឹងហើយអញ្ចឹងដោយបងប្អូនទាំងអស់គ្នាបានឃើញនៅក្នុងតារាងនេះស្រាប់គឺរៀងរាល់4ឆ្នាំម្ដងគឺចាប់ពី2010រហូតមកដល់2013គឺកាក់ crypto វាចុះក្នុង2014ហើយបន្ទាប់ពីវាចុះហើយគឺវានឹងឡើងមកវិញតម្លៃវាឡើងហ្នឹងគឺខ្ពស់ជាងតម្លៃចាស់ខ្ញុំលើកឧទាហរណ៍មួយថាក្នុង2013នៅពេលដែលបិទឆ្នាំនៅចុងឆ្នាំគឺតម្លៃវាគឺ500សន្ទុះគឺ$758ហើយបន្ទាប់ពីវាបិទមកឆ្នាំបន្ទាប់គឺ2014ហ្នឹងគឺវាចុះរហូតមកដល់$320ដែលការចុះនេះគឺពិតជាភាគរយគឺ58%ហើយបន្ទាប់ពីវាចុះហើយគឺឆ្នាំបន្ទាប់គឺ2015 2016 2017គឺវាឡើងមកគឺវាឡើងរហូតមកដល់1331%ដែលខ្ពស់មែនតើគឺចាប់ពីតម្លៃដែលវាបិទនេះតម្លៃវាបិទ$320នេះរហូតមកដល់$13,860ហើយការធៀបនេះគឺធៀបជាមួយតម្លៃដែលវាធ្លាប់បិទនៅចុងឆ្នាំ2013អូខេអញ្ចឹងយើងរាប់4ឆ្នាំម្ដងអញ្ចឹងវាបិទចុងក្រោយក្នុងឆ្នាំ2022មានថាវាចុះតម្លៃវាចុះ65%នៅឆ្នាំ2022ហើយបើគេរាប់ទៅគឺ2023 24 25ដល់26នេះគឺរយៈពេល4ឆ្នាំដែលគិតថាជា cycle នៃកាក់ crypto អាចនឹងចុះហើយជាក់ស្ដែងបច្ចុប្បន្ននេះយើងរាប់ពីខែមករារហូតមកដល់ខែមីនា2026នេះគឺកាក់ BTC គឺចុះចន្លោះពី45ទៅបាទ50%អូខេហ្នឹងហើយអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាចាប់អារម្មណ៍ក្នុងការសាកល្បងវិនិយោគជាមួយកាក់ crypto ដោយសារតែនៅក្នុងតម្លៃបច្ចុប្បន្ននេះវាស្ថិតក្នុងតម្លៃមួយដែលចុះថ្លៃហើយខ្ញុំបញ្ជាក់ឡើងវិញថាវីដេអូនេះមិនមែនជា financial advice ឬក៏ណែនាំឲ្យបងប្អូនទាំងអស់គ្នាដាក់លុយចូលវិនិយោគទៅលើទីផ្សារ crypto ទេដោយសារតែការវិនិយោគតែតែមានហានិភ័យការវិភាគគឺជាការគ្រោងទុកមិនមែនជាការដែលអាចនឹងកើតឡើងគ្មានអ្នកណាម្នាក់ធានាថាវានឹងកើតឡើងពិតប្រាកដ 100% ទេហើយការវិភាគដែលខ្ញុំបានបង្ហាញនេះគ្រាន់តែជាការកត់ចំណាំដោយសារតែអ្នកវិភាគឬក៏អ្នកដែលគាត់ចូលសាកល្បងជាមួយ crypto គឺគេចំណាំថារៀងរាល់4ឆ្នាំម្ដងគឺវានឹងចុះហើយបន្ទាប់ពីវាចុះហើយបើសិនមកដូចការវិភាគមែនគឺឆ្នាំ2027អាចពាក់កណ្ដាលឆ្នាំគឺកាក់ទាំងអស់វានឹងឡើងវិញហើយហ្នឹងហើយគ្រាន់តែជាការវិភាគទេអូខេអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលចាប់អារម្មណ៍មកជាមួយទីផ្សារ crypto ហើយអត់ដឹងថាទិញវាដោយរបៀបណាវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាបាទពីរបៀបនៃការបង្កើត exchange មួយឬក៏កាបូបលុយអេឡិចត្រូនិកមួយដែលមានឈ្មោះថា Bitget ហើយបងប្អូនទាំងអស់គ្នាអាចបង្កើតវាសាកល្បង trade បាទទាំង forex មានន័យថា trade ទៅលើមាសលើប្រេងលើប្រាក់ឯនៅលើ platform តែមួយបានហ្នឹងហើយបងប្អូនទាំងអស់គ្នាខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាថ្ងៃនេះពីរបៀបនៃការបង្កើតជាមួយនឹង Bitget exchange ហើយ Bitget នេះបងប្អូនទាំងអស់គ្នាដូចខ្ញុំបានបញ្ជាក់អញ្ចឹងយើងអាច trade បាទ trade ទាំងforex មានន័យថាយើង trade forex សំដៅទៅលើមាសទៅលើប្រាក់ទៅលើប្រេងនៅលើBitget បានតែមួយហើយបងប្អូនទាំងអស់គ្នាក៏អាចសាកល្បងទិញបាទទិញជាមួយនឹងគម្រោងកាក់ផ្សេងមានដូចជា BTC មានដូចជាកាក់ផ្សេងផងដែរហើយបងប្អូនមួយចំនួនក៏តែទៅសួរខ្ញុំថាហេតុអីគាត់បង្កើតជាមួយ exchange ផ្សេងហើយចាំបាច់បង្កើតជាមួយ exchange ដទៃទៀតអញ្ចឹងខ្ញុំបញ្ជាក់ថារាល់ exchange ទាំងអស់គឺគេមានកាក់ជាគោលផ្ទាល់ខ្លួនរបស់គេមួយជាក់ស្ដែងដូច Bitget នេះគឺគេមានកាក់មួយដែលមានឈ្មោះថា BGB បាទ BGB ហ្នឹងគឺជាកាក់ផ្ទាល់ខ្លួនរបស់គេតែម្ដងអញ្ចឹងបើសិនបងប្អូនទាំងគ្នាចង់ទិញកាក់ BGB នេះគឺយើងអាចទិញនៅលើកាបូបលុយផ្សេងបានទេបងប្អូនទាំងគ្នាអាចទិញបាទតែនៅក្នុង Bitget តែប៉ុណ្ណោះដោយសារតែ Bitget BGB នេះគឺជាកាក់គោលគឺជាកាក់តំណាងឲ្យកាបូបលុយ Bitget តែម្ដងអញ្ចឹងបើយើងចង់ទិញកាក់ BGB នេះនៅលើ platform ផ្សេងដូចជា Binance OKX ឬក៏ Bybit អត់បានទេយើងអាចទិញបានតែក្នុង BGB ទេហើយ BGB នេះក៏ជាកាក់មួយដែលគេគិតថានឹងអាចឡើងថ្លៃដែរព្រោះតម្លៃវាបច្ចុប្បន្ននេះគឺ$2.1ទេហើយវាធ្លាប់ឡើងរហូតដល់$5ជាងហើយគេគិតថាវាអាចនឹងឡើងលើសនឹងទៀតខ្ញុំបញ្ជាក់ឡើងវិញខ្ញុំមិនមែនណែនាំឲ្យបងដាក់លុយវិនិយោគទេគ្រាន់តែបង្ហាញថាហេតុអីបានយើងចាំបាច់ត្រូវបង្កើតជាមួយ exchange ផ្សេងទៀតព្រោះថា exchange ដទៃទាំងអស់ហ្នឹងគឺវាមានកាក់តំណាងរៀងខ្លួនបើយើងចង់ទិញកាក់តំណាងមកគេតោះតែយើងបង្កើតជាមួយ exchange របស់គេអូខេតោះឥឡូវដើម្បីកុំឲ្យខាតពេលយូរបាទខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបនៃការបង្កើតជាមួយនឹងបាទកាបូបលុយ Bitget តែម្ដងហើយបើសិនបងប្អូនទាំងអស់គ្នាអត់យល់ត្រង់ចំណុចណាមួយបងប្អូនទាំងអស់គ្នាអាចចូលទៅក្នុងបាទចំណងជើងក៏ចុចលើចំណងជើងនៃវីដេអូនេះវានឹងបង្ហាញលើទំព័រ description បងប្អូនទាំងអស់គ្នានឹងឃើញបាទពាក់ព័ន្ធជាមួយ username របស់ខ្ញុំដែលខ្ញុំដាក់ពាក់ព័ន្ធ Telegram អាច contact សួរខ្ញុំបានពាក់ព័ន្ធជាមួយការបង្កើតជាមួយនឹង Bitget ឬក៏ចង់ដឹងអ្វីផ្សេងៗពាក់ព័ន្ធនឹង crypto អាចសួរខ្ញុំបានគ្រប់ពេលវេលាអូខេតោះឥឡូវដើម្បីកុំឲ្យខាតពេលយូរចូលទៅមើលពីរបៀបនៃការបង្កើតជាមួយនឹងកាបូបលុយ Bitget តែម្ដងបាទបងប្អូនទាំងអស់គ្នាចឹងជំហានដំបូងដើម្បីអាចបង្កើតជាមួយគណនី Bitget បានបងប្អូនទាំងអស់គ្នាត្រូវចូលមកដំឡើងបាទកម្មវិធី Bitget យកមកដាក់លើទូរស័ព្ទដៃរបស់យើងជាមុនសិនហើយរបៀបនៃការដំឡើង
បងប្អូនទាំងគ្នាអាចចូលមកដំឡើងក្នុងកម្មវិធី Play Store ឬក៏ App Store ដោយបងប្អូនក៏ចុចលើ App របស់វាមួយមកបន្តទៀតបងប្អូនហ៊ានចូលមកដល់ក្នុងទម្រង់បែបនេះហើយចូលមកកន្លែង Search កន្លែងនេះចុចលើកន្លែង Search នឹងមួយមកបន្តទៀតបងប្អូនហ៊ានឃើញខាងលើនេះក៏ដាក់ពាក្យថា Search App បងប្អូនចុចលើនឹងមួយមកហើយវាពាក្យថា Biget បងប្អូនទាំងគ្នានឹងឃើញរូបរាងនៃ App Biget នេះវាលោតនៅខាងក្រោមនេះហើយចុចលើពាក្យថា Install ហើយបងប្អូនរងចាំបន្តិចមកដល់ពេលវាដំឡើងពេញបងប្អូនហ៊ានឃើញកន្លែងនេះគេដាក់ពាក្យថា Open អូខេចុចលើវាមួយមកបន្តទៀតគឺវានាំបងប្អូនទាំងគ្នាចូលមកដល់ទំព័រដើមនៃ App Biget នេះហើយបងប្អូនទាំងគ្នាឃើញខាងក្រោមគេដាក់ពាក្យថា Continue ចុចលើវាមួយបាទបន្តមកទៀតបងប្អូនទាំងអស់គ្នាចូលមកដល់ក្នុងទម្រង់បែបនេះបើសិនបើយើងចង់ឲ្យមានសារ alert ពាក់ព័ន្ធជាមួយនឹង App Biget លើទូរស័ព្ទដៃរបស់យើងចុចលើពាក្យថា Allow តែបើអត់ទេចុចលើពាក្យថា Don't Allow នេះមកអូខេបងប្អូនទាំងគ្នាចូលមកដល់ក្នុងទម្រង់បែបនេះមកដល់កន្លែងនេះចុចលើសញ្ញាខ្វែងនេះមួយមកបាទបន្តមកទៀតបងប្អូនទាំងគ្នាឃើញកន្លែងនេះគេដាក់ពាក្យថា Get Start អូខេចុចលើពាក្យថា Get Start នឹងមកគឺវានាំបងប្អូនទាំងអស់គ្នាបាទចូលមកដល់ក្នុងទម្រង់បែបនេះហើយអ្វីដែលបងប្អូនត្រូវធ្វើមុនគេបំផុតហ្នឹងគឺត្រូវនេះកន្លែងគេដាក់ពាក្យថា Referral Code នេះបងប្អូនទាំងគ្នាឃើញខាងក្រោមនេះមានសញ្ញាព្រួយមួយបាទចុចលើវាមួយមកបន្ទាប់មកទៀតបងប្អូនទាំងអស់គ្នាឃើញខាងក្រោមនេះគេដាក់ពាក្យថា Referral Code កន្លែងនេះបងប្អូនទាំងអស់គ្នាដាក់ Referral Code របស់ខ្ញុំមកដែលខ្ញុំបានដាក់នៅខាងឆ្វេងដៃហើយ Referral Code របស់ខ្ញុំគឺ Budara លេខ9ដូចខ្ញុំបញ្ជាក់ពីក្បាលវីដេអូអញ្ចឹងនៅពេលបងប្អូនទាំងអស់គ្នាបំពេញបាទចុចឈ្មោះដោយបំពេញ Referral Code របស់ខ្ញុំឬក៏ចុចទៅលើដំណ link របស់ខ្ញុំបងប្អូនទាំងអស់គ្នានឹងទទួលបាន rebate បាទ 20% ពេញមួយជីវិតតែម្ដងគឺទៅលើសេវា free ហើយនៅពេលដែលមាន gift ផ្សេងៗដែល Biget ផ្ដល់ជូនខ្ញុំធ្វើការ giveaway ជូនដល់បងប្អូនទាំងអស់គ្នាដែលជាអ្នកដែលចុចឈ្មោះតាមរយៈដំណ link របស់ខ្ញុំអូខេអញ្ចឹងបន្ទាប់ពីបងប្អូនទាំងគ្នាបំពេញជាមួយ Referral Code របស់ខ្ញុំហើយខាងលើនេះបងប្អូនទាំងគ្នាបំពេញជាមួយ Gmail បាទ Gmail របស់យើងហើយខាងក្រោមនេះយើងដាក់ជាមួយនឹង password ហើយតម្រងនៃ password នេះបងប្អូនទាំងគ្នាអាចដាក់ដូចខ្ញុំមកគឺដើមអក្សរធំបាទជាអក្សរអង់គ្លេសណាអក្សរធំអក្សរតូចលេខនិងសញ្ញាហើយបងប្អូនទាំងគ្នាអាចដាក់ទៅឈ្មោះយើងអីឬក៏អីក៏បានដែរសំខាន់ដាក់ឲ្យត្រូវតែចាំហើយខ្ញុំសូមណែនាំថារាល់ការបង្កើត exchange ទាំងអស់សូមឲ្យមានសភៅបាទ note ទុកបាទ note ទុកជាមួយ Gmail ជាមួយ password ជាមួយនឹង ID ដែលយើងបាន verify ព្រោះពេលខ្លះពេលបងប្អូនដូរទូរស័ព្ទអីទៅយើងត្រូវ login ថ្មីហើយមួយទៀតសូមគុំ note វានៅក្នុង note របស់ទូរស័ព្ទព្រោះជាបទពិសោធន៍នៅពេលបងប្អូនទាំងគ្នាទូរស័ព្ទរបស់យើងខូចបែកបាក់អេក្រង់អីហើយយើងអត់ដឹងថាចូលទៅយកយើងភ្លេច Gmail ហ្នឹងយើងអត់ដឹងថាចូលទៅ login account របស់យើងដោយរបៀបណាទេហើយបើសិនបើក្នុង account របស់យើងមានលុយច្រើនទៀតគឺខាតបង់តែម្ដងអញ្ចឹងក៏សម្រាប់បងប្អូនទាំងគ្នាដែររកលុយតាម online គឺត្រូវតែមានកូនសភៅមួយសម្រាប់ note ជាមួយនឹង exchange ផ្សេងៗ wallet ផ្សេងៗទុកដើម្បីយើងងាយស្រួល login ចូលប្រើប្រាស់នៅពេលក្រោយអូខេអញ្ចឹងមកដល់កន្លែងនេះនៅពេលបងប្អូនទាំងគ្នាបំពេញជាមួយ Gmail password និង referral code របស់ខ្ញុំរួចរាល់ហើយចុចកន្លែងនេះឲ្យវាលោតសញ្ញា tick មួយមកហើយចុចលើពាក្យថា create account គឺវានាំបងប្អូនទាំងគ្នាចូលមកក្នុងទម្រង់បែបនេះគឺបងប្អូនទាំងគ្នាគ្រាន់តែបំពេញមកនេះយើងមើលខាងលើនេះរូបអីមុនគេយើងយកម្រាមដៃចុចលើរូបនឹងមកដោយតែខ្ញុំបានបង្ហាញហ្នឹងយើងចុចលើវាមួយវាលុបពីលេខ1ហើយចុចលើចុចមួយទៀតលុបលើហ្នឹងគឺលេខ2បងប្អូនទាំងគ្នាមើលកន្លែងនេះមកចុចតាមហ្នឹងមកចុចលើពាក្យថា OK គឺវានាំបងប្អូនទាំងចូលមកដល់ក្នុងទម្រង់បែបនេះវិញម្ដងអញ្ចឹងនៅពេលបងប្អូនចូលមកដល់ក្នុងទម្រង់បែបនេះគឺគេយើងចូលទៅយក Gmail លេខកូដ6ខ្ទង់នៅក្នុង Gmail ដែលយើងបានបង្កើតជាមួយនឹង Biget របស់យើងណាអូខេចុងបងប្អូនគ្រាន់ចូលមកក្នុងនេះ Gmail របស់យើងនឹងឃើញសារ alert មួយដែល Biget គេផ្ញើមកចុចលើវាបងប្អូនឃើញលេខកូដ6ខ្ទង់ហើយយកលេខកូដ6ខ្ទង់ហ្នឹងយកមកបំពេញត្រង់ចំណុចនេះបាទនៅពេលយើងបំពេញហើយគឺវានឹង load auto តែម្ដងនៅពេលវាយើងបំពេញត្រឹមត្រូវណាអូខេអញ្ចឹងគឺវានឹង load ចូលមកដល់ក្នុងទម្រង់បែបនេះកន្លែងនេះបងប្អូនគ្នាចង់បើកមុខងារ scan កញ្ចៅដៃឲ្យហើយក៏បានឬក៏ចាំពេលក្រោយក៏បានដែរបើចាំពេលក្រោយចុចលើពាក្យថា cancel មួយមកអូខេចុចលើពាក្យថា letter មួយមកនេះគឺវានឹងនាំបងប្អូនចូលមកដល់ក្នុងទម្រង់បែបនេះទម្រង់នេះគឺជាទម្រង់ដែលតម្រូវបងប្អូនទាំងអស់គ្នាធ្វើការបំពេញជាមួយ KYC គឺបំពេញដោយដាក់ជាមួយអត្តសញ្ញាណប័ណ្ណហើយថត selfie ផ្ទៃមុខរបស់យើងអូខេបងប្អូនទាំងគ្រាន់តែ pass 2 step ហ្នឹងគឺអាច complete ជាមួយ verification នៅក្នុង account របស់យើងបានហើយអូខេអញ្ចឹងបងប្អូនទាំងចុចលើពាក្យថា verify now នេះមកគឺវានាំបងប្អូនទាំងចូលមកដល់ក្នុងទម្រង់បែបនេះចុចលើពាក្យថា verify now មួយទៀតមកអូខេមកដល់កន្លែងនេះបងប្អូនទាំងត្រូវបើកឲ្យ Biget វាអាចចូលទៅ access នៅក្នុងកាមេរ៉ារបស់យើងបានព្រោះវាតម្រូវឲ្យយើង scan មុខណាអូខេចុចលើពាក្យថា while using the app នេះមួយមកអូខេគឺវានាំបងប្អូនចូលមកដល់ក្នុងទម្រង់បែបនេះអញ្ចឹងខាងលើនេះគឺវាភ្ជាប់ជាមួយនឹងប្រទេសរបស់យើងស្រេចហើយអញ្ចឹងបងប្អូនខាងក្រោមនេះអាចចុចសញ្ញាព្រួយខាងក្រោមនេះមួយមកបងប្អូននឹងឃើញខាងលើនេះគឺវា load auto ជាមួយ IP address នៃប្រទេសកម្ពុជារបស់យើងselect យកប្រទេសកម្ពុជារបស់យើងមកបន្តមកទៀតខាងក្រោមនេះគឺវា load ID card ហ្នឹងគឺសំដៅទៅលើអត្តសញ្ញាណប័ណ្ណរបស់យើងហើយបើសិនបងប្អូនទាំងគ្នាអត់មានអត្តសញ្ញាណប័ណ្ណទេហើយយើងមានជាប័ណ្ណបើកបឬក៏ passport អីបងប្អូនទាំងគ្នាអាចដូរបានកន្លែងនេះចុចសញ្ញាព្រួយបានចុះក្រោមហើយរើសមកក្នុងនោះវាដាក់ license driver ឬក៏ passport អញ្ចឹងបងប្អូនទាំងដាក់មួយណាក៏បានដែរ
ដែរប៉ុន្តែជាការ recommend គេ recommend ឲ្យយើងដាក់ប្រើប្រាស់ជាមួយនឹងអត្តសញ្ញាណប័ណ្ណរបស់យើងណាអូខេអញ្ចឹងកន្លែងនេះខ្ញុំប្រើជាមួយអត្តសញ្ញាណប័ណ្ណខ្ញុំអត់មានត្រូវដូរទៀតទេយើងចុចលើពាក្យថា next មកគឺវានាំបងប្អូនចូលមកដល់កន្លែងនេះបងប្អូនរើសខាងលើនេះមក all country except USA មានថាប្រទេសទាំងអស់ដែលមិនមែនជាប្រទេសសហរដ្ឋអាមេរិកទេមានន័យថាយើងគឺជាប្រជាជនដែលមិនមែនរស់នៅសហរដ្ឋអាមេរិកទេអូខេចុច like នឹងមួយមកបងប្អូនឃើញខាងក្រោមនេះពាក្យ continue នេះយើងអាចចុចបន្តទៅមុខបានចុចលើវាមួយមកអូខេក៏វានាំបងប្អូនទាំងនេះចូលមកដល់ក្នុងទម្រង់បែបនេះអញ្ចឹងមកដល់ក្នុងទម្រង់បែបនេះបងប្អូនទាំងអស់គ្នានេះយើងគេបញ្ជាក់ឲ្យគឺ identify document គឺតាក់សញ្ញាណប័ណ្ណហើយ save ទីមុខរបស់យើងធ្វើតែ2 step ហ្នឹងទេអូខេចុចលើវាថា continue មកដល់កន្លែងនេះគេឲ្យយើងថតជាមួយតាក់សញ្ញាណប័ណ្ណផ្ទៃខាងមុខយើងថតមកបាទថតទីតាំងណាដែលថតឲ្យបានច្បាស់មកបន្ទាប់ពីបងប្អូនថតរួចរាល់ហើយចុចលើពាក្យថា document is readable អូខេចុចលើវាមួយមកបន្តមកទៀតត្រូវថតជាមួយអត្តសញ្ញាណប័ណ្ណផ្ទៃខាងក្រោយរបស់យើងចុចហើយដូចគ្នាអញ្ចឹងគឺចុចលើពាក្យថា document is readable ឬក៏បើសិនមកយើងឃើញថាអត្តសញ្ញាណប័ណ្ណដែលយើងថតទៅហ្នឹងវាអត់ច្បាស់ទេណាយើងអាចចុចលើពាក្យថា retake photo តែបើយើងគិតថាច្បាស់ហើយយើងចុចលើនឹងមកចុចខាងលើវិញមកគឺ document is readable នេះមកអូខេគឺវានាំបងប្អូនទាំងនេះចូលមកដល់ក្នុងទម្រង់បែបនេះគឺជាទម្រង់ដែលយើងត្រូវតែ scan មុខរបស់យើងហើយនេះយកអារង្វង់មូលនេះដាក់ឲ្យចំមុខយើងមកដាក់ឲ្យគៀកតិចមកហើយពេលខ្លះវាឲ្យយើងបើកភ្នែកងាកឆ្វេងងាកស្ដាំហើយយើងធ្វើតាមគេទៅនៅពេលដែលយើង complete ហើយបងប្អូនទាំងនេះឃើញកន្លែងនេះគេដាក់ពាក្យថា under review អូខេ under review ចុចលើថា confirm មួយមកនេះគឺបងប្អូនទាំងនេះចូលមកដល់កន្លែងនេះគឺគេបញ្ជាក់ថាគេស្ថិតនៅក្នុងការ review ហើយការ review ហ្នឹងពេលខ្លះសឹងតែមួយ plate ទេគឺគេបញ្ជាក់ឲ្យយើងតែម្ដងហើយពេលខ្លះបើសិនបើយើងដាក់ទៅអត្តសញ្ញាណប័ណ្ណរបស់យើងវាហួសសុពលភាពឬក៏វាអត់ច្បាស់ឬក៏អត្តសញ្ញាណប័ណ្ណរបស់យើងធ្លាប់ចុះឈ្មោះពីមុនអីមកហើយហ្នឹងវានឹងឲ្យបងប្អូនទាំងគ្នាធ្វើការ verify ម្ដងទៀតហើយសម្រាប់បងប្អូនទាំងអស់គ្នាដែលធ្លាប់បង្កើតពីមុនហើយភ្លេច account ភ្លេចអីអាចតាក់ទងមកខ្ញុំបានពេលខ្លះខ្ញុំអាចជួយដោះស្រាយបានដែរអូខេអញ្ចឹងរងចាំបន្តិចមកដល់ពេលដែលវា review ហើយបងប្អូនទាំងគ្នាឃើញថា app របស់យើងអាចប្រើប្រាស់បាននៅទម្រង់ណានឹងបងប្អូនទាំងអស់គ្នាអញ្ចឹងនៅពេលដែលយើង verify បានជោគជ័យណាបងប្អូនទាំងគ្នាចូលមកកន្លែងនេះរូបមនុស្សខាងលើនេះចុចលើវាមួយមកបងប្អូនទាំងគ្នាឃើញកន្លែងនេះគេដាក់ពាក្យថា verify អូខេ verify អញ្ចឹងមានថាយើង verify បានជោគជ័យហើយបងប្អូនទាំងគ្នាក៏អាចចូលទៅកំណត់ security បន្ថែមដែលចុចលើសញ្ញាព្រួយនេះមកបងប្អូនទាំងគ្នាឃើញកន្លែងនេះគឺវាមានចំណុចជាច្រើនដែលអាចយើងបំពេញបន្ថែមមានដូចជានេះកន្លែង security នេះ security កណ្ដាលនេះចុចលើវាមួយមកបងប្អូនទាំងគ្នាអាចដាក់តាមនឹងមកដូចជា Google Authenticator បំពេញ email ដាក់ជាមួយលេខទូរស័ព្ទរបស់យើងហើយសិតតែជាចំណុចដែលសំខាន់ទាំងអស់ដូច Google Authenticator នេះរបៀបនៃការប្រើខ្ញុំបានដាក់នៅខាងក្រោមវីដេអូដូចគ្នាខ្ញុំបានធ្វើវីដេអូហើយបង្ហាញរួចហើយអញ្ចឹងបងប្អូនទាំងគ្នាចង់ដឹងអាចចូលទៅមើលនៅក្នុងទំព័រ description នៅខាងក្រោមវីដេអូទៅនឹងឃើញពាក់ព័ន្ធជាមួយរបៀបនៃការដំឡើងនិងភ្ជាប់ជាមួយ app នេះនៅក្នុង exchange របស់យើងហើយអូខេអញ្ចឹងសម្រាប់រូបថតនេះក៏អាចដូរបានដែរឈ្មោះរបស់យើងអាចដូរបានដែរចុចលើសញ្ញាប៊ិចនេះមួយមកនេះឲ្យដូរឈ្មោះរបស់យើងឈ្មោះពិតប្រាកដរបស់យើងមករូបថតចង់ដាក់រូបពិតក៏បានមិនពិតក៏បានវាអត់ជាបញ្ហាទេប៉ុន្តែជាការណែនាំខ្ញុំគិតថា account exchange របស់យើងមួយគឺវាសំខាន់អញ្ចឹងគួរតែដាក់រូបពិតទៅអូខេអញ្ចឹងសម្រាប់វីដេអូមួយនេះអត់មានច្រើនទេហើយបើសិនបងប្អូនគ្នាបង្កើតបានឬក៏តាក់កន្លែងណាមួយអាចចូលមកសួរខ្ញុំនៅក្នុង group Telegram របស់ខ្ញុំបានរាល់ comment បងប្អូនទាំងអស់គ្នាខ្ញុំនឹងរីករាយឆ្លើយតបទៅវិញគាត់នៅពេលខ្លះអាចយឺតអីប៉ុន្តែខ្ញុំនឹងឆ្លើយតបទាំងអស់ទៅវិញតែម្ដងអូខេអញ្ចឹងវីដេអូនេះខ្ញុំសូមបញ្ចប់តែប៉ុណ្្នឹងហើយក៏អរគុណបងប្អូនទាំងគ្នាបានចំណាយពេលមានតម្លៃតាមដានទស្សនាវីដេអូរបស់ខ្ញុំតាមដានរហូតចប់បាទសូមអរគុណសូមគោរពលា